ญาติโยมศึกษาขนมพุทธวจนะได้ព្រះអង្គត្រង់ប្រកាសសម្ដែងទ្រព្យមាន7ប្រការនោះណាមាន7ប្រការមានអីញាតិញោមណារាជទ្រព្យ7ប្រការ7ប្រការហ្នឹងគឺមានសទ្ធាមានសិលមានហិរិមានអត្តបៈមានសត្តៈមានចក្ខៈមានបញ្ញាហ្នឹងណា7ប្រការហ្នឹងគឺជារាជទ្រព្យប៉ុន្តែក្នុងទីនេះព្រះសម្មាសម្ពុទ្ធព្រះអង្គលើកមកតែសទ្ធាទេញាតិញោមណាសទ្ធាទេដែលជាទ្រព្យដ៏ប្រសើរក្រៃលែងណាទ្រព្យយ៉ាងម៉េចទៅញាតិញោមសទ្ធាហ្នឹងសោបនចិត្តសឹកញាតិញោមប្រកបជាមួយនឹងកុសលចិត្តហ្នឹងគឺជាកុសលតែម្យ៉ាងសទ្ធាហ្នឹងណាសទ្ធាគឺសេចក្តីជ្រះថ្លាទៅមិនមែនសទ្ធាញាតិញោមពេលខ្លះអត់យល់សទ្ធាក៏ទៅរឿងលុយរឿងបច្ច័យពួកអីដែលលោកអាចារ្យតែអ្នកនេះមានសទ្ធា500អ្នកនេះមានសទ្ធា1000អ្នកនេះមានសទ្ធា10000 50000អីដល់ពេលអ្នកដែលចូលសទ្ធាចំអីសទ្ធាអូអា50000ហ្នឹងតើអូអា10000ហ្នឹងតើគាត់យល់ដល់ប៉ុណ្ណឹងតាមពិតពេលសទ្ធាហ្នឹងគឺអាការដែលយើងជ្រះថ្លាក្នុងចិត្តហ្នឹងណាញាតិញោមណាសទ្ធាហ្នឹងគឺពេញចិត្តពីខាងក្នុងអាការដែលពេញចិត្តការជ្រះថ្លាសប្បាយចិត្តធ្វើសេចក្តីល្អហ្នឹងសភាពហ្នឹងគឺគេហៅថាសទ្ធាមិនមែនសទ្ធានៅលើបច្ច័យញោម500 1000 10000អីទៅទេណាកុំច្រឡំពាក្យហ្នឹងណាញាតិញោមអីប្រាប់កូនប្រាប់ចៅអីអញ្ចឹងទៅព្រោះពេលខ្លះយើងប្រើភាសាខ្មែរហ្នឹងគឺប្រើទៅក៏ស្ដាប់បានអីអញ្ចឹងតែមិនបានយល់អត្ថន័យត្រឹមត្រូវតាមពុទ្ធដីកាណាញាតិញោមហ្នឹងហើយអញ្ចឹងសទ្ធានេះជាទ្រព្យក្រៃលែងដែលយើងមានខាងក្នុងហ្នឹងហើយទ្រព្យខាងក្រៅមានហើយប៉ុន្តែអ្នកខ្លះមានណាមានអីអត់មានពីខាងក្នុងនឹងមកក្រញាតិញោមក្រលហាមអញ្ចឹងទៅក្រយ៉ាងម៉េចក្រត្រង់ដែលមិនអាចដើម្បីលះបង់ធ្វើសេចក្តីល្អទៅបានណាអញ្ចឹងបានសុភាសិតលោកគ្រូអគ្គឬក៏លោកគ្រូគុយសធនទេបានដូចផ្លេចបាត់ហ៎បងថាដូចជាលោកគ្រូអគ្គសទ្ធាជាទ្រព្យល្អលើសអ្វីនាំជនប្រុសស្រីឲ្យប្រព្រឹត្តល្អបើមានតែទ្រព្យសទ្ធាទាល់ក្រមាសប្រាក់តកករោចៃអត់បានទេណាញាតិញោមណាអ្នកមានណាមានន័យបោហោហៀមាសប្រាក់ខ្សែកអីតកកពាក់ណាពាក់ណីគឺមានបានប៉ុន្តែបើអត់មានសទ្ធាសាងល្អពេញចិត្តនឹងបុណ្យកុសលទេក៏មិនអាចដើម្បីលះបង់ទៅជាទានទៅបានដែរហើយញាតិញោមទាំងអស់គ្នាមានសទ្ធាជ្រះថ្លាគឺថាលោកឧបមាដូចជាបុគ្គលដែលមានណាទឹកហ្នឹងគឺជាទឹកសាបញាតិញោមណាទឹកសាបហើយបើបុគ្គលកំណាញ់អីវិញហ្នឹងគឺដូចជាបុគ្គលដែលមានទឹកសមុទ្របើទឹកសមុទ្រហើយនឹងទឹកសាបហ្នឹងយ៉ាងម៉េចទៅញាតិញោមណាទឹកសាបអាចប្រើការបានទេញាតិញោមណាទោះជាបន្តិចបន្តួចអីយ៉ាងណាក៏អាចដើម្បីក្រេបផឹកទទួលទានអីបានបាត់ខាស់កអីទៅណាទឹកសាបហ្នឹងអីប៉ុន្តែពេញចិត្តនឹងការសាងល្អត្រួតត្រងបុណ្យកុសលអីចឹងទៅលះចែករំលែកអីដើម្បីជាប្រយោជន៍ក្នុងសាសនាក្តីណាក្នុងសង្គមជាតិអីក្តីនឹងចិត្តបុណ្យណាហើយដល់ពេលចិត្តដែលកំណាញ់អីទៅហ្នឹងគឺដូចជាទឹកសមុទ្រញាតិញោមមើលទឹកសមុទ្រណានៃច្រើនមហិមីប៉ុន្តែឲ្យមកទៅលេបទឹកសមុទ្របានដែរញោមតែមានពីណាទៅផឹកទឹកសមុទ្រទេបងអូអត់ទេអត់មានពីណាទៅបានផលពីទឹកសមុទ្រហ្នឹងទេនឹងដូចជាបុគ្គលដែលមិនមានសទ្ធាមានមច្ឆរិយៈសេចក្តីកំណាញ់ហ្នឹងណាកំណាញ់រិះត្បិតប្រិតចង់មានធ្វើបាបបំពានឃ្លានចង់ល្អប្រព្រឹត្តអាក្រក់ត្បិតខ្លាចក្ររស់ឥតសិលធម៌ចិត្តអប្រៃអ្នកក្រធ្វើចោលលួចព្រោះឃ្លានចោះចោលអ្នកមានលួចព្រោះអ្វីមានពឹសដោយបោះរស់នាំភ័យស្លាប់ទៅអវិជ័យព្រោះតណ្ហាកាន់អ្នកកាត់ក្តីរឿងសត្វលោកណាឥតស៊ីសំណោកឥតមោសាកាត់យុទ្ធធម៌តាមហេតុការប្រព្រឹត្តយ៉ាងណាបានយ៉ាងនឹងណាកុំសាងទុច្ចរិតព្រោះចង់ឆ្អែតកុំធ្វើជាប្រែតខ្លួនជាមនុស្សកុំចង់សោយតែឈាមនឹងខ្ទប់បើពិតជាមនុស្សត្រូវមានអីញោមបើពិតជាមនុស្សត្រូវមានសិលបើមានសិលបានពិតជាមនុស្សហើយអត់មានសិលហ្នឹងអត់ពេញជាមនុស្សទេណាញោមអត់មានសិលបៀតបៀនអ្នកតីឆក់ប្លន់អ្នកតីណាពលពៀកកុហកបោកប្រាស់អ្នកតីទួទានគ្រឿងសវឹងអីហ្នឹងអត់ពេញតួជាមនុស្សទេណាបើពិតជាមនុស្សត្រូវមានសិលហ្នឹងហើយអញ្ចឹងកាលណាដែលយើងមានសេចក្តីល្អមានសទ្ធាជ្រះថ្លាសាងបុណ្យសាងទានកុសលគ្រប់បែបប្រការហ្នឹងគឺបុគ្គលនឹងមានសទ្ធាណាញោមណាហើយយកទាំងអស់គ្នាមាននៅសទ្ធាហ្នឹងហ៎មានណាមាននឹងមុំតំប៉ុណ្ណាញោមអ្នកខ្លះសទ្ធាក៏អណ្ដើពាក្យខ្មែរគេថាសទ្ធាក៏អណ្ដើញោមសទ្ធាក៏អណ្ដើវិញទៅបងសទ្ធាក៏អណ្ដើនឹងអណ្ដើវានៅក្នុងស្នូកដល់ពេលគេចាក់តែចាក់នឹងចាក់ណាចាក់ណីมันចេញមកពេលខ្លះក្នុងភាសាវិធដូចថាដល់ណាសសង្ខារិកណាសសង្ខារិកដល់ប្រកបដោយការដែលគេបបួលមិនមែនសង្ខារិកទេគេមិនបបួលទេប៉ុន្តែរាល់ថ្ងៃពេលខ្លះត្រូវបបួលណាញោមហើយ
ហើយពេលខ្លះយើងចង់ក៏ប៉ុន្តែចង់និយាយថាបើគេអត់ដាក់សម្បត្តិហៅដូចអត់ហ៊ានមកទេណាខអាត្មាក៏ដូចគ្នាដែរញោមដែលយូរទៅចង់ពេលខ្លះចង់ទៅបន់ញោមដែរមិនអីគេមិនមន់ផងទៅមកមិនកើតបន់វត្តបន់អីចឹងទៅមានអីហ្នឹងហើយវាមិនចេះទៅចូលទេណាញោមណាហើយទីខ្លះគេទៅមានសម្បត្តិណាសម្បត្តិនៃអីចឹងប៉ុន្តែចិត្តញាតិញោមជ្រះថ្លាទៅក៏មានស្មារតីសាំងល្អខ្លួនឯងចឹងទៅអញ្ចឹងសទ្ធាញាតិញោមសំខាន់ណាញាតិញោមណាសទ្ធាហ្នឹងណាមានសទ្ធាគ្រប់គ្នាទៅជឿបុណ្យជឿបាបណាញាតិញោមណាជឿក្នុងកម្មផលហ្នឹងគឺសទ្ធាហើយហ្នឹងទី1ណាញាតិញោមណាគឺមានទ្រព្យ10ភាសាក្រៃលែងណាអញ្ចឹងញាតិញោមមានសទ្ធាបើន័យថាញាតិញោមមានទ្រព្យ10ភាសាមិនមែនទ្រព្យធម្មតាទេណាអង្គតែងថាជាអរិយទ្រព្យទ្រព្យ10ភាសាក្រៃលែងដែលទ្រព្យហ្នឹងជួយចិញ្ចឹមទ្រទ្រង់យើងក្នុងបច្ចុប្បន្ននៃជាតិនឹងផងទៅជាតិណាជាតិណីដែលយើងអន្តោទៅក្នុងសង្សារវដ្តនឹងផងរហូតទៅដល់ព្រះនិព្វានអាស្រ័យនឹងយើងមានសទ្ធាដែលសាងល្អហ្នឹងណាញោមសាងបុណ្យសាងកុសលដែលជឿកម្មផលច្បាស់លាស់ទៅក្នុងគុណបរតនត្រ័យអីហ្នឹងគឺជាទ្រព្យរបស់យើងនឹងហើយណាញោមអញ្ចឹងទៅកាលណាដែលយើងមានការយល់ប្រពៃត្រឹមត្រូវអញ្ចឹងគឺថាសប្បាយចិត្តក្នុងការសាងល្អផងហើយទ្រទ្រង់នៅសទ្ធារបស់យើងផងណាកុំឲ្យសទ្ធាហ្នឹងវាបាត់ទៅវិញណាញោមព្រោះរឿងចិត្តរបស់យើងហ្នឹងជាបឋិជនទេវានៅអីញោមនៅញាប់ញួរវានៅណាមិនច្បាស់លាស់ទៅទេណាពេលខ្លះទៅក៏ជ្រះថ្លាពេញចិត្តនឹងបុណ្យកុសលហើយពេលខ្លះទៅក៏ញាតិញោមខ្លះធ្វើយូរមិនឃើញបុណ្យអីជួយផងមិនឃើញបុណ្យអីជួយផងតោះជាមិននឹកគុណបុណ្យអីរមិលគុណបុណ្យអីក៏មានដែរហ្នឹងគឺដោយសារយើងមិនបានយល់ច្បាស់ទៅណាក្នុងរឿងកម្មផលអីចឹងគេថាយើងត្រូវឲ្យច្បាស់លាស់អីចឹងទៅអត់ងាករេទៅណាទៅណីទៅទេណាញាតិញោមរឿងសាងល្អហ្នឹងសាងបុណ្យសាងកុសលហ្នឹងចឹងញាតិញោមស្ដាប់បានទេបងទ្រព្យ10ភាសារបស់មនុស្សសលោកយើងបានដល់អីញាតិញោមបានដល់សទ្ធាហ្នឹងហើយចឹងញាតិញោមប្រឹងប្រែងរកទ្រព្យខាងក្រៅអីក៏ប្រឹងប្រែងហ่าដើម្បីចិញ្ចឹមជីវិតធ្វើបុណ្យទៅទានហើយកុំភ្លេចស្វែងរកទ្រព្យខាងក្នុងនឹងផងណាញាតិញោមហើយបើយើងមានទ្រព្យខាងក្នុងគឺសទ្ធាហ្នឹងហើយថែរក្សាទ្រព្យហ្នឹងឲ្យបានណាមមតំគុតមុតអីហ្នឹងក៏កាន់តែភាសាប្រពៃព្រោះទ្រព្យហ្នឹងគឺទ្រព្យភាសាជាងទ្រព្យខាងក្រៅហ្នឹងតទៅទៀតណាញាតិញោមអនុមោទនា